ស្រីបងប្អូនអ្នកគ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ថ្នាក់គីមីសេរីរៀងនៅក្នុង Channel YouTube Live Chemistry នៅក្នុងវីដេអូមួយនេះគឺយើងនឹងសិក្សាពីចំណុចថ្មីតែមេរៀនចាស់គឺមានន័យថាអ្នកទាំងគ្នាបានរៀនរួចហើយប៉ុន្តែគឺវាមិនសូវតាក់ទងជាមួយនឹងគីមីសេរីរៀងឥឡូវនេះយើងនឹងសិក្សាពីសម្ព័ន្ធកូវ៉ាឡង់ Polar នៅក្នុងគីមីសេរីរៀងវិញម្ដងហើយចាំមើលថាតើសម្ព័ន្ធកូវ៉ាឡង់ Polarដើរតួនាទីសំខាន់កម្រិតណានៅក្នុងគីមីសរីរាង្គក៏ដូចជានៅក្នុងប្រតិកម្មគីមីសរីរាង្គអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំបែងចែកទៅជា5ចំណុចធំហើយសំខាន់មែនតើគឺសម្រិតសម្រាងយកមកទី1គឺខ្ញុំនឹងនិយាយអំពីយមន័យចង់ឲ្យស្គាល់យមន័យទី2គឺយើងនឹងប្រើតារាងខួបនៃធាតុគីមីដើម្បីព្យាករណ៍ពីសម្ព័ន្ធកូវ៉ាឡង់ថាតើជាសម្ព័ន្ធកូវ៉ាឡង់ Polar ឬក៏មិន Polar ឬក៏ជាសម្ព័ន្ធអ៊ីយ៉ុងអីចឹងទៅទី3គឺយើងនឹងសិក្សាពីរបៀបនៅក្នុងការកំណត់សម្ព័ន្ធកូវ៉ាឡង់តើវាជាសម្ព័ន្ធកូវ៉ាឡង់ Polar ឬក៏វាជាសម្ព័ន្ធកូវ៉ាឡង់មិន Polar ហើយអ្វីដែលរត់តែសំខាន់ទៀតហ្នឹងគឺហេតុអីបានជាយើងត្រូវសិក្សាពីវាផ្ដល់ផលប្រយោជន៍អ្វីខ្លះមកដល់យើងនៅក្នុងការរៀនគីមីសរីរាង្គចំណុចទី4គឺការប្រើប្រាស់សញ្ញាព្រួញនៅក្នុង molecule polar ហើយចំណុចចុងក្រោយនោះគឺយើងនឹងរៀនមើលពីគំរូ potential electrostatic តាមពិតគំរូ potential នេះគឺយើងរៀនកន្លងមកគឺយើងធ្លាប់បានឃើញប៉ុន្តែគ្រាន់តែយើងមិនចាប់អារម្មណ៍ឬក៏មិនដឹងប៉ុន្តែឥឡូវនេះយើងនឹងប្រើវាម្ដងទៀតដើម្បីជួយពន្យល់ជួយបង្ហាញឲ្យយើងនឹងកាន់តែឃើញច្បាស់កាន់តែងាយស្រួលនៅក្នុងការសិក្សាងាយស្រួលសម័យថាតើវាជា molecule polar ហើយ molecule polar ហ្នឹងផ្នែកណាដែលវាសម្បូរអេឡិចត្រូនផ្នែកណាដែលខ្សត់អេឡិចត្រូនតោះអញ្ចឹងយើងចាប់ផ្ដើមអញ្ចឹងយើងនឹងចាប់ផ្ដើមដំបូងទៅជាមួយនឹងយមន័យតោះមុននឹងចាប់ផ្ដើមនិយាយយមន័យឬក៏យើងទៅអាន clear នៅខាងលើខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមើលរូបនៅខាងក្រោមសិនមើលរូបសិនចាំអានអក្សរទៅងាយយល់រូបខាងក្រោម A B C នេះគឺបង្ហាញពីប្រភេទសម្ព័ន្ធខុសៗគ្នានៅក្នុង molecule ឬក៏នៅក្នុងសមាសធាតុ A និង B គឺជាសមាសធាតុកូវ៉ាឡង់គឺជា molecule កូវ៉ាឡង់ជាសមាសធាតុកូវ៉ាឡង់តែ A គឺជា molecule មិន polar B គឺជា molecule polar C គឺជាសមាសធាតុអ៊ីយ៉ុងអញ្ចឹងនៅវីដេអូមួយនេះគឺយើងផ្ដោតតាម molecule polar ដែរប៉ុន្តែទន្ទឹមនឹងហ្នឹងក៏យើងអាចកំណត់សម្គាល់បានដែរថាតើ molecule មិន polar របៀបម៉េចអញ្ចឹងឥឡូវទាំងអស់គ្នាសុំមើលរូបខ្ញុំសុំស្រួលបន្តិចមកណាដើម្បីទាំងអស់គ្នាកាន់តែងាយស្រួលផ្ដោតអញ្ចឹងយើងចាប់ផ្ដើមមើលអានេះគឺជាសម្ព័ន្ធកូវ៉ាឡង់ polar សម្ព័ន្ធកូវ៉ាឡង់ polar គឺកើតឡើងនៅពេលដែលអាតូម2ចងសម្ព័ន្ធជាមួយគ្នាហើយក្នុងចំណោមរវាងអាតូមទាំងពីរហ្នឹងគឺមានកម្រិតអេឡិចត្រូអវិជ្ជមានខ្លាំងជាងខ្ពស់ជាងអញ្ចឹងនៅពេលណាដែលវាមានកម្រិតអេឡិចត្រូអវិជ្ជមានខ្ពស់ជាងមានន័យថាវាទាញយកអេឡិចត្រូនសម្ព័ន្ធទៅជិតខ្លួនវាបើវាជាសម្ព័ន្ធកូវ៉ាឡង់ចំនួន1មានន័យថាវាទាញអេឡិចត្រូនរបស់គេហ្នឹងទៅដាក់ខ្លួនវាបើវាទាញអេឡិចត្រូនពីគេវាលើសអេឡិចត្រូនដោយសារតែអេឡិចត្រូនដែលវាទាញមកហ្នឹងវាដោតទាំងរបស់វាមកដែរហើយជាមួយនឹងរបស់គេទៅដែរអញ្ចឹងវាលើសបើវាលើសវាឡើងទៅជា delta ដកគេប្រើពាក្យថា partial charge ដោយផ្នែកឬក៏បណ្ដោះអាសន្នសិភៅខ្លះគេបកប្រែអញ្ចឹងចំណែកឯអាមួយខាងទៀតអាតូមមួយទៀតដែលមានកម្រិតអេឡិចត្រូអវិជ្ជមានទាបជាងវាឡើងទៅជាបន្ទុកបូកដោយផ្នែក delta បូកមានន័យថាវាខ្សត់អេឡិចត្រូនឬក៏វាបាត់អេឡិចត្រូនអញ្ចឹងមានន័យថាបន្ទាប់ពីវាចងសម្ព័ន្ធជាមួយគ្នាអេឡិចត្រូនរត់ទៅខាងអាតូមដែលមានកម្រិតអេឡិចត្រូអវិជ្ជមានខ្ពស់ជាងវាកើតទៅជាប៉ូល2អាមួយប៉ូលបូកអាមួយប៉ូលដកដោយសារតែវាមានប៉ូល2នឹងហើយទើបគេហៅវាថាជា molecule polar ហ្នឹងគឺមានថាគឺ polar មានប៉ូលចំនួន2គឺប៉ូលវាហ្នឹងគឺកើតឡើងដោយសារតែការទាញអេឡិចត្រូន
khất tới rọc atom là miền cầm rất electro áp với miền cấp bút chieng toàn này bằng bồn chẳng à vậy tới chia cầm rất electro áp với miền cầm rất electro áp với miền cứ chỉ là cả nạ sam tia rồi bằng atom muối không ca tiên electron sầm toàn màu đã chất luôn bìa tớ bìa cao tới chia đại tạ đó hai năng đại tạ bột nơi lơ atom này sọt electron chẳng anh ấy cứ chia nhôm lại vậy ta còn hai nhôm biểu lui hai ná chẳng bà dân an đấy dân an ở tới đi nhôm ta xe lụm ớt đá spawn cô blanc pole cứ chiaประเภท spawn cô blanc đại electronត្រូវបានចែករំលែកមិនស្មើគ្នារវាងអាតូមពីរការចែករំលែកមិនស្មើគ្នាកើតឡើងនៅពេលអាតូមដែលចងសម្ព័ន្ធមានកម្រិតអេឡិចត្រូអវិជ្ជមានផ្សេងគ្នាមានន័យថាអាតូមមួយទាញអេឡិចត្រូនសម្ព័ន្ធអេឡិចត្រូនសម្ព័ន្ធខ្លាំងជាងអាតូមមួយទៀតជាលទ្ធផលពពកអេឡិចត្រូនឬក៏ដង់ស៊ីតេអេឡិចត្រូនត្រូវបានទាញទៅចិត្តអាតូមដែលមានកម្រិតអេឡិចត្រូអវិជ្ជមានធំជាងណាដែលវានាំឲ្យកើតបានទៅជាដែលតាដកនៅលើអាតូមនិងដែលតាបូកនៅលើអាតូមមានកម្រិតអេឡិចត្រូអវិជ្ជមានតិចជាងឬក៏ទាបជាងអញ្ចឹងតំបន់ដែលខ្សត់អេឡិចត្រូនវាឡើងទៅជាដែលតាបូកអញ្ចឹងអានេះគឺជាសម្ព័ន្ធកូវឡង់ប៉ូឡែបើនៅក្នុងបើសិនជាវាមានសម្ព័ន្ធកូវឡង់ប៉ូឡែគេហៅវាថាជាសមាសធាតុកូវឡង់ប៉ូឡែអញ្ចឹងឥឡូវយើងបកទៅមើលនៅក្បែរដៃនេះគឺជាសម្ព័ន្ធកូវឡង់មិនប៉ូឡែមានថាម៉េចគឺវាអត់មានការទាញអេឡិចត្រូនហើយអេឡិចត្រូនសម្ព័ន្ធរបស់វានឹងគឺស្មើគ្នាអត់មានគេទាញតែគេទេព្រោះវាអាតូមតែមួយឬក៏ប្រហាក់ប្រហែលគ្នាអញ្ចឹងវាអត់មានទាញទៅខាងណាទេបើវាអត់ទាញគឺមានន័យថាវាអត់មានប៉ូលបើអត់មានប៉ូលគេប្រើពាក្យថា non polar covalent bond ដោយសារតែវាអត់មានប៉ូលហ្នឹងហើយគេថា non polar covalent bond អញ្ចឹងបើមកថាបើ molecule ហ្នឹងមានសម្ព័ន្ធកូវឡង់មិនប៉ូឡែ molecule នោះត្រូវបានគេហៅថាជាសម្ព័ន្ធកូវឡង់មិនប៉ូឡែតោះណាបងប្អូននេះឥឡូវយើងមើលឧទាហរណ៍មួយទៀតនេះអានេះគឺ molecule polar ខ្លាំងមែនតើគឺ chloric acid ឬក៏ acid chlorhydric យើងដឹងហើយ nitrogen គឺមានកម្រិតអេឡិចត្រូអវិជ្ជមានទាបជាង chlor អញ្ចឹងអេឡិចត្រូនសម្ព័ន្ធត្រូវបានខិតទៅរកអាតូម chlor ឡើងដែលតាដកឡើងដែលតាបូកឡើងប៉ូល2គេហៅថាជា molecule polar តែរឿងសំខាន់ធ្វើម៉េចយើងដឹងពីកម្រិតអេឡិចត្រូអវិជ្ជមាននេះអាហ្នឹងជារឿងសំខាន់ធ្វើម៉េចយើងដឹងថាកម្រិតអេឡិចត្រូអវិជ្ជមានអញ្ចឹងមានថាខ្ញុំត្រូវកាន់กระดาษឬក៏ខ្ញុំត្រូវមានតួលេខជាក់លាក់ដើម្បីកណនាដើម្បីមើលកម្រិតអេឡិចត្រូអវិជ្ជមានរហូតមែនពេលយើងទៅសិក្សាពេលដែលយើងនៅក្នុងទីពិសោធន៍ឬក៏យើងនៅកន្លែងណាពេលយើងបរៀនឬក៏ពេលយើងរៀនអញ្ចឹងទៅអញ្ចឹងហើយខ្ញុំដាក់ត្រាងនេះមួយមកដើម្បីឲ្យអ្នកទាំងគ្នាព្យាករយើងអាចព្យាករបានតាមរយៈទំនោរនៃត្រាងខួបឥឡូវយើងមើលរូបនៅខាងឆ្វេងដៃហ្នឹងគឺបង្ហាញពីទំនោរកើនឡើងនៃកម្រិតអេឡិចត្រូអវិជ្ជមានគឺការឡើងពីក្រោមឡើងទៅលើពីឆ្វេងទៅស្ដាំអញ្ចឹងខ្ញុំសុំគូសចេះដើម្បីឲ្យកាន់តែងាយយល់នេះបងប្អូនតើណាបាត់ហើយនេះយើងមើលពណ៌ស្វាយវាកើនឡើងពីក្រោមឡើងទៅលើពីឆ្វេងទៅស្ដាំមែនទេបងប្អូនអញ្ចឹងមានន័យថាគឺអាតូមដែលនៅផ្នែកខាងចុងនៅផ្នែកខាងស្ដាំដៃខាងលើហ្នឹងគឺខ្លាំងជាងគេ Floyd R ពណ៌ដិតជាងគេលេខវាខ្លាំងជាងគេឯកសារខ្លះសភៅខ្លះគេដាក់ 4.0 បងប្អូនអញ្ចឹងណាឥឡូវឧទាហរណ៍ថាឥឡូវយើងមើលកាបោនក្នុង Floyd R ឃើញវាខុសគ្នាខ្លាំងហើយអញ្ចឹងតាមរយៈត្រាងតាមរយៈក្រុមតាមរយៈខួបយើងអាចព្យាករបានថាមួយណានៅលើមួយណានៅក្រោមមួយណាឆ្វេងមួយណាស្ដាំអានៅខាងស្ដាំខ្លាំងជាងមួយណានៅខាងក្រោមខ្លាំងជាងសំទោសមួយដែលនៅខាងលើខ្លាំងជាងសំទោស
តែបងប្អូនដឹងទេថាហេតុអីបានជា fluid or ឬក៏អាផ្នែកខាងលើខាងស្ដាំដៃហ្នឹងវាមានកម្រិតអេឡិចត្រូអវិជ្ជមានរបស់វាហ្នឹងខ្លាំងជាងឬក៏ធំជាងចម្លើយគឺដោយសារតែទំនោរនៃកាំអាតូមថយចុះពីឆ្វេងទៅស្ដាំពីក្រោមទៅលើថយចុះហ៎បងប្អូនខ្ញុំប្រាប់ពីថាថយចុះកាំអាតូមថយចុះខ្ញុំប្រើនេះគូព្រួនចាយ៉ាសុំតោះខ្ញុំគួរទៅស្ទាត់ហ៎វ៉េខ្ញុំគិតថាខ្ញុំទិញក្តារខៀននឹងខុសហើយបងប្អូន My God useless សុំតោះកាំអាតូមថយចុះមិនកើនឡើងអានេះគឺថយចុះបងប្អូនគឺថយចុះពេលដែលកាំអាតូមថយចុះកម្រិតអេឡិចត្រូអវិជ្ជមានកើនឡើងវាច្រាស់គ្នាបងប្អូនច្រាស់គ្នាឬក៏កាំអាតូមកាន់តែធំកម្រិតអេឡិចត្រូអវិជ្ជមានរបស់វានឹងកាន់តែខ្សោយហេតុអីបងប្អូននេះមូលហេតុគឺដោយសារតែប្រូតុងបន្ទុកបូកនៅក្នុងបណ្ដៃយោបងប្អូនទាញគ្នាជាមួយនឹងអេឡិចត្រូនអានេះអាតូម A អានេះអាតូម B អានេះគឺប្រូតុងនៅកណ្ដាលនឹងទៅសេចេះមកប្រូតុងអញ្ចឹងនៅពេលណាដែលកាំអាតូមកាន់តែតូចគឺកម្លាំងទំនាញកាន់តែខ្លាំងកម្លាំងទំនាញគឺជាកម្លាំងទំនាញរវាងអេឡិចត្រូនជាមួយនឹងប្រូតុងរបស់អាតូមមួយទៀតឥឡូវបងប្អូនសម័យមើលតើកាលណាវាមានទំហំតូចវាមិនគៀកគ្នាខ្លាំងមែនអត់អាប្រូតុងហើយជាមួយនឹងអេឡិចត្រូនរបស់អាតូមមួយទៀតវាគៀកគ្នាហិតតែខ្លាំងអញ្ចឹងហើយបានវាទាញហិតតែខ្លាំងណាអញ្ចឹងហើយបានជាកម្រិតអេឡិចត្រូអវិជ្ជមានរបស់វាក៏ខ្លាំងដែរហើយវាជាសម្ព័ន្ធកូវឡង់ប៉ូឡែអាហ្នឹងជាមូលហេតុអញ្ចឹងស្របឡើងមកវិញមានន័យថាប្រសិនបើបងប្អូនអត់មានតារាងតួលេខនេះទេបងប្អូនអាចចំណាំបាននៅក្នុងតារាងខូបគីមីប៉ុន្តែយើងអត់ដឹងជាក់លាក់ណាបងប្អូនខ្ញុំបញ្ជាក់យើងអត់ដឹងជាក់លាក់ទេយើងដឹងលុះត្រាតែយើងកណនីតែបើយើងអត់មានកណនីទេយើងអាចព្យាករបានតែកាលណាវានៅក្រុមផ្សេងគ្នានៅខូបផ្សេងគ្នាមានន័យថាសម្ព័ន្ធនោះវាមានលក្ខណៈប៉ូឡែហើយប៉ុន្តែវាអាចប៉ូឡែតិចអាចប៉ូឡែច្រើនឬក៏អាចប៉ូឡែខ្លាំងអាចប៉ូឡែខ្សោយណាបងប្អូនហ្នឹងហើយអញ្ចឹងយើងអាចព្យាករបានទំហំអាតូមកាន់តែតូចកម្រិតអេឡិចត្រូអវិជ្ជមានកាន់តែខ្លាំងណាកម្រិតអេឡិចត្រូអវិជ្ជមានកាន់តែខ្លាំងតោះឥឡូវទៅមុខមួយទៀតអញ្ចឹងឥឡូវយើងទៅនិយាយពីសម្ព័ន្ធកូវឡង់ប៉ូឡែដដែលប៉ុន្តែយើងនឹងសិក្សាពីរបៀបកំណត់ថាតើគេកំណត់សម្ព័ន្ធកូវឡង់ប៉ូឡែឬក៏ម៉ូលេគុលប៉ូឡែហ្នឹងបានដោយរបៀបម៉េចហើយហេតុអីបើយើងទៅសិក្សាពីវាអាឡែនេះវាមានលក្ខណៈតិចនិចវាមានលក្ខណៈស៊ីជម្រៅជាងមុនបន្តិចបងប្អូននៅកន្លែងនេះយើងអាចកណនាបានយើងអាចកណនាផលសងកម្រិតអេឡិចត្រូអវិជ្ជមានរវាងសម្ព័ន្ធរវាងអាតូម2ដែលចងសម្ព័ន្ធជាមួយគ្នាប្រសិនបើផលសងនេះធំជាង7ធំជាង 1.7 ឬក៏ 1.5 តាមសភៅបងប្អូនសភៅខ្លះ 1.8 ទៀតហ៎
chẳng bà xin là dương phơ phó son này cầm rất electro áp với miền à lấy ưu tiên họ thà oxygen hay năng hydrogen nè giờ mưa tam mặt trắng để bông bồn mưa tam trắng đó bà dương phơ phó son tới dương khen tha miền đầm lái thông chiêng mùi chân bál miền để tha vi chia sầm pon y dòng bà tiêu chiêng mùi chân bál tô chiêng mùi chân bál thông chiêng sôn chật buôn rư có sôn chật pram vi chia sầm pon cô lắng bao lẻ cho bảo vi smile rư có tô chiêng sôn chật buôn miền này thá vi chia sầm pon cô lắng mân bao lẻ toàn đấy bông bồn nè vì này chật lọt này bông bồn nè là anh ấy chật lọt nè anh ấy chật lọt này nắng ở đây dùng thông ta xây nơi chật lọt nè miền thà này cứ chật lọt này cứ vì muối chật phèm anh ấy cứ sôn chật buồn anh ấy sôn đấy muối chật phèm chẳng áp chật lọt nè cứ sầm pon cô lóng polar nhưng sẽ tập polar anh ấy cứ non polar anh ấy ionic đó trắng nhưng ai cạn địa bàn tay nè bông bông mờ nè bà dân do cặp báo là oxygen đọ lên kia tới dân được hình tha sầm pon cứ chia sầm pon cô lóng polar pon tay cái chặt tục với tha vi chia molecule mân polar ôi cái nhánh khu ơi bông bông kẻ này sóc khen một khen sầm pon cô lóng polar bài chia dương tha molecule cứ chia molecule mân polar vậy oh my god mùa là hai cứ đào xa tai cầm lăng tùm niên electron là xa tai ca tiên electron à mũi tới chơi à mũi tới đam chia linear sai tròn chặt kia cứ no net dipole moment cứ admin moment dipole miền này tha từ đào electron nè à nhà prui hay miền pu vẽ trăm cả đá bôi hàng trong này thắng nó cao tha pi từ đào electron cao tha moment dipole bằng pole dipole moment nhá moment dipole từ đào electron pi làm hole electron pi từ đào electron pi đầm mòn like short electron từ like ball electron bà sinh chỉ việc tiên chặt này chẳng cứ admin moment dipole này chẳng vi chia molecule men polar non polar xong say cứ non polar molecule non polar molecule nó pe này vẫn từ đại với khó khăn nữa à môi ta khăn đấy chẳng vì miền mô mong dipole đó cứ molecular dipole cứ chia molecule dipole đó cứ anh ấy cứ polar cứ molecule polar chẳng sọp mà vinh anh chẳng hiện bị viết tại ai nè sẽ là khả năng phong dương riêng vì vía dương ai cầm mặt from qua vía bán vía bắt đầu sẽ là sầm khăn nào dương đăng pi lạc nạ rúp nâng lạc nạ kimi lạc nạ rúp nâng mấy từ bong ôn molecule polar nâng molecule mình polar ắt ai cho lý cho kia bàn thì ụ ti hò tắc hay năng sang bong ôn là khinh sang hay tắc lý cho kia ấy chẳng tắc cứ chia molecule polar sang cứ bộ alkan rồi có octan cứ chia molecule men polar vì ắt lý khi châu thể toàn đấy mùi tiệtประการมาเพียบระบะโมเลกุลเมียนในถาดาวซาแต่เวียนเมียนโพลปีโพลโบกโพลดออะโพลโบกนั้นซัดอิเล็กตรอนอะโพลดอซัมโบอิเล็กตรอนซัมโบอิเล็กตรอนและซัมวิลเลอร์อิเล็กตรอนดาวซาแต่เวียนโพลดอนั้นให้แกให้วิธาเชียบาหรือวีจีนนุยเคลียร์ฟิลวิสโบอิเล็กตรอนโพลโบกมีในท่าเวียซัดอิเล็กตรอนจังเวียจีอาซิดเลวีหรือก่อเจียอิเล็กโทรฟิลอันนี้สำคัญเหมือนกันจังในขนมกลมกลมหนึ่งที่ก็วิมีนnàyโพลโบกโพลดอกดาวซาแต่เป็นโพลโบกโพลดอกนั่นให้เติบเบี้ยบังคับในแหลกนะกิมี
បង្កប់នៅលក្ខណៈប្រតិកម្មភាពឬក៏បង្កប់នៅទិសដៅនៃប្រតិកម្មកន្លែងហ្នឹងខ្ញុំបញ្ជាក់ឲ្យបានច្បាស់តោះឥឡូវយើងទៅមុខមកទៀតឥឡូវសម្ព័ន្ធគោលប្រឡងប៉ូឡេការប្រើសញ្ញាព្រួញលើម៉ូលេគុលប៉ូឡេអូយស្រួលមកបុកវឺតអញ្ចឹងឥឡូវនេះអានអក្សរទៅឧទាហរណ៍ម៉ូលេគុលអ៊ីដ្រូសែនក្លរូមានចុងវិជ្ជមានមួយផ្នែកនិងចុងអវិជ្ជមានមួយផ្នែកគឺជាឌីប៉ូលហើយវាមាននាទីជាឌីប៉ូលឬក៏ម៉ូម៉ង់ឌីប៉ូលនេះអានេះម៉ូម៉ង់ឌីប៉ូលបងប្អូននេះឌីប៉ូលហ្នឹងអាសញ្ញាហ្នឹងគឺជាសញ្ញាព្រួញដែលបង្ហាញពីម៉ូលេគុលប៉ូឡេម៉ូលេគុលប៉ូឡេហ្នឹងគឺបង្ហាញពីទិសដៅអេឡិចត្រូនហូរពីតំបន់ទាបទៅតំបន់ខ្ពស់តំបន់ដែលមានបើថាដកហូរពីតំបន់ដែលមានកម្រិតអេឡិចត្រូនអវិជ្ជមានទាបទៅអាតូមដែលមានកម្រិតអេឡិចត្រូនអវិជ្ជមានខ្ពស់ជាងតាមរយៈសម្ព័ន្ធគោលប្រឡងតាមរយៈសម្ព័ន្ធគោលប្រឡងបញ្ជាក់តាមរយៈសម្ព័ន្ធអញ្ចឹងនៅកន្លែងនេះដើមព្រួញណាដើមព្រួញតាំងឲ្យផ្នែកវិជ្ជមានចំណែកឯចុងព្រួញតាំងឲ្យផ្នែកអវិជ្ជមាននេះអវិជ្ជមានអញ្ចឹងចំណាំមកបងប្អូនខ្ញុំសុំផ្ទះដៃដើម្បីបងប្អូនភ្ញាក់តិចមួយដេកបាត់កន្លែងនេះសំខាន់មែនតើនៅក្នុងប្រតិកម្មគីមីក៏គេប្រើសញ្ញាព្រួញនឹងដែរពេលខ្លះដើម្បីបង្ហាញពីទិសដៅនៃអេឡិចត្រូនតោះនេះបងប្អូនសំខាន់ណាស់នៅកន្លែងហ្នឹងណាអញ្ចឹងតោះតែយើងចេះកំណត់សម្ព័ន្ធចេះកំណត់ម៉ូលេគុលប៉ូឡេមិនប៉ូឡេទើបយើងអាចទៅរៀនពីប្រតិកម្មនៅក្នុងគីមីសរីរាង្គបានបើយើងអត់ចេះកំណត់វាទេរៀនគីមីតងាប់ក៏អត់ចេះដែរតែបន្តិចបើយើងអត់ចង់បន្តិចលុះត្រាតែយើងចាំមកចំណុចទាំងអស់ហ្នឹងចាំមកចំណុចហ្នឹងវាជាមូលដ្ឋានគ្រឹះឈានទៅដល់ការបកស្រាយអញ្ចឹងយើងឡើងបន្តិចទៀតហើយតោះឥឡូវយើងទៅលំហាត់អនុវត្តចូលដាក់ data បូកនិង data ដកនៅលើអាតូមសមស្របនឹងគូ vector moment dipole របស់ molecule ខាងក្រោមអូយតោះលំហាត់អនុវត្តអូយយូរទៀតខ្ញុំ22នាទីមក A H F បានណាមកបកក្រោយ H F អានេះ 2.20 អានេះ 3.98 ឬក៏4ខំមើលក៏យើងដឹងដែរអញ្ចឹងអាហ្នឹងវាជាជាគេហ្នឹងគឺជា molecule polar អានេះគឺគេ data បូកអានេះ data ដកមែនទេសញ្ញាព្រួញគូសពីនេះទៅនេះពី hydrogen ទៅ fluor តោះនេះបងប្អូនគូបែបហ្នឹងចោល iode B iode ហើយជាមួយនឹងប្រូមមកឥឡូវយើងទាញមកឥឡូវខ្ញុំអត់ទៅបើកមើលអានោះវិញទេ iode ហើយនឹងប្រូមមួយណានៅលើមួយណានៅក្រោម fluor ក្លប្រូម iode អញ្ចឹងប្រូមនៅខាងលើមែនអត់អញ្ចឹងអានេះគឺ data បូកអានេះគឺ data ដកគឺដល់អេឡិចត្រូនហូរពីនេះទៅនេះអញ្ចឹងឥឡូវនេះខ្ញុំបញ្ជាក់គេអត់ឲ្យយើងដាក់ថា molecule polar មិន polar តើយើងកែនេះបើយើងដឹងតានេះគ្រាន់តែយើងដាក់ថា data បូក data ដកឯងប្រូម C សុំតោះC អានេះគឺជា molecule diatom បើ molecule diatom គឺគ្មាន moment dipole មែនទេអត់មាន moment dipole ទេគឺ0អត់មាន fluor ក៏ដូចគ្នាដែរ D fluor F ហ៎ទេដោយសារតាកម្រិតអេឡិចត្រូនអវិជ្ជមានរបស់វាគឺស្មើគ្នាមែនទេគឺស្មើគ្នាអញ្ចឹងវាជាសម្ព័ន្ធកូវឡង់មិនប៉ូឡេអានេះគឺជាសម្ព័ន្ធកូវឡង់មិនប៉ូឡេដោយសារតែវាជា molecule diatom អញ្ចឹងដោយសារតែវាជា molecule មិនប៉ូឡេវាជា molecule diatom អត់មាន moment dipole ទេអត់ទេអានេះលំហាត់អនុវត្តទៀតអូអានេះតាមប៉ាត់អានេះគ្រាន់តែជាការដាក់បន្ថែមឯងខ្ញុំឆ្នៃចេញពីលំហាត់មួយនេះទៅទេហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាកំណត់ data បូកអាតូមដែលសម្បូរអេឡិចត្រូន data ដកdata បូក
អាតូមដែលខ្សត់អេឡិចត្រូនដែលខ្វះអេឡិចត្រូនមកអញ្ចឹងឥឡូវយើងចាប់ដើម zoom សុំ zoom មកអញ្ចឹងយើងដឹងហើយក្រុម air ហ្នឹងក្រុម air ជាទូទៅគឺគេបងប្អូនក្រុម air អ្នកជាទូទៅគឺកបោនត្រូវហើយកបោនជាមួយនឹងអា low sign គឺអា low sign ខ្ពស់ជាងអញ្ចឹងដែលតាដកនៅលើអា low sign ខ្ញុំទៅសេមិនកើតទៅបើសិនជាខ្ញុំ zoom នេះបងប្អូនអញ្ចឹងអានេះគឺ data គឺ data បូក data ដកនៅលើ x នៅលើ low sign អញ្ចឹងអានេះគឺ data បូក data ដកមែនទេចំណែកនេះវិញគឺអត់មានខ្ញុំសុំខ្វែងទេបងប្អូនសុំខ្វែងគឺមិនថាអត់មានអានេះវិញគឺអត់មានចាអានេះវិញ air o ហាអញ្ចឹងអានេះគឺ data ដកអានេះគឺ data បូកអានេះគឺ data បូកអញ្ចឹងអា data ដកនៅកណ្ដាលបងប្អូនអានេះក៏ដូចគ្នាដែរអានេះ data ដក data ដកសំទោស data បូកអូ my god ចំណែក oxygen នេះគឺ data ដកតោះណាអានេះក៏ដូចគ្នាដែរអានេះគឺ data បូកហើយ sponsor គឺ data ដកតោះនេះបងប្អូនអានេះគឺ data ដក air នេះគឺ data បូក air នេះ data បូកនេះអានេះខ្ញុំធ្វើចិត្តតែដើម្បីឲ្យអ្នកទាំងអស់គ្នាចេះចំណាំព្រោះពេលដែលយើងទៅរៀនចលនាការបដកម្មយើងត្រូវចេះកំណត់ data បូក data ដកបងប្អូនសំខាន់ណាមក air នេះអាកាបោននេះកាបោនalpha អាកាបោនកាបូនីលនេះបងប្អូនកាបោនកាបូនីលអាកាបោនកាបូនីលហ្នឹងគឺ data បូក O data ដកអានេះគឺ data បូកអានេះគឺ data ដកហេតុអានេះដូចគ្នាចំណែកអានេះវិញគឺដូចគ្នាអាកាបោននេះបងប្អូនកាបោននេះហ្នឹងគឺ data បូក data ដកអា oxygen នេះ data ដកអានេះ data បូកអញ្ចឹងអា nitrogen ចងជាមួយនឹង oxygen ហ្នឹងគឺ data បូកអានេះក៏ចឹងដែរ H data ដក oxygen data ដកអានេះ data បូកមែនទេអានេះ data ដកdata ដកចុះនេះវិញកបោនេះ data បូកអានេះ data បូកចាំមើលទីទៀតពួកយើងចាប់ផ្ដើមថាប្រយុទ្ធចូលឡៃណាបើវាមាន data បូកដល់2នេះអូសំទោសតរណាបាត់សំទោសនេះចាំមើលទីទៀតយើងចាប់ផ្ដើមបែងចែកចាអានេះ data បូកដល់2កបោមាន2តំបន់ electrophill មាន2តំបន់ប្រយុទ្ធចូលឡៃណាទីទៀតយើងនៅចាប់ផ្ដើមសិក្សាកាន់អនុបត្តិតែឥឡូវនេះយើងចេះកំណត់ហ្នឹងសិនអានេះក៏ដូចគ្នាមកគូនទៀតអានេះ data បូក data ដកណាអានេះ data បូកអាសូតនេះបងប្អូនអាសូតនេះ data ដកអានេះ data ដកហ្នឹងហើយបងប្អូនអញ្ចឹងសរុបឡើងមកវិញពពួក hydrocarbon มัน polar អត់មាន data បូកអត់មាន data ដកឯង alkyl halocyanur មាន pol 2គឺជា molecule polar ពពួកសឡាយទឹក alcohol ether គឺជា molecule polar data បូក data ដក data ដកនៅលើ oxygen sol disol ពពួកហ្នឹងមាន pol 2ដែរ data ដកនៅលើ sponsor ហើយ data បូកនៅលើក្រុម air ឬក៏នៅលើ hydrogen បងសែនមិន polar អត់មាន data បូក data ដកទេពពួក carbonyl ហ្នឹងគេបងប្អូនកបោនសម្ព័ន្ធពីចន្ទ O នៅពេលណាអាកបោនសម្ព័ន្ធពីចន្ទ O ហ្នឹងគឺអាកបោនហ្នឹងគឺជា data បូកហើយអា O ដែលចងមួយវាហ្នឹងគឺ data ដកអញ្ចឹង data បូក data ដកបើសិនជាវាជួសដោយក្រុមជួសណាមួយទៀតឧទាហរណ៍ hydroxyl អញ្ចឹងអា O អាតូម oxygen នៅក្នុង hydroxyl ហ្នឹងគឺ data ដកអានេះalkyl chlorua data ដក data បូក data ដក data ដក data បូកណាហ្នឹងហើយអញ្ចឹងមានប៉ុណ្ណឹងខ្ញុំធ្វើអញ្ចឹងដើម្បីឲ្យអ្នកទាំងអស់គ្នាចេះពីរបៀបនៅក្នុងការកំណត់ molecule polar មិន polar សម្ព័ន្ធ covalent polar មិន polar ហើយការដែលយើងចេះកំណត់វាហ្នឹងពេលដែលយើងទៅរៀនប្រតិកម្មទៅរៀនចលនាការ
គឺយើងអាចដឹងពីទិសដៅនៃបដកម្មថាវាចាប់ផ្ដើមចេញពីនៅកន្លែងណាទៅអញ្ចឹងការរៀបចំមេរៀនរបស់ខ្ញុំគឺខ្ញុំទទួលស្គាល់ថាខ្ញុំរៀបចំបានលម្អិតមែនតើខ្ញុំគិតគូរមែនតើដើម្បីឲ្យអ្នកទាំងនេះងាយយល់ហើយពេលដែលយើងទៅចំណុចមុខមួយទៀតគឺយើងមានមូលដ្ឋានគ្រឹះយើងបានរៀនរៀនខ្លះហើយណាអញ្ចឹងឥឡូវយើងទៅចាប់ផ្ដើមមកចំណុចទី5របស់យើងសម្ព័ន្ធគោលប្រឡងប៉ូឡែគំរូប៉ូតង់ស្យែលអេឡិត្រូស្តាទិកអញ្ចឹងអាគំរូប៉ូតង់ស្យែលអេឡិត្រូស្តាទិកហ្នឹងវាមិនទៅនេះបងប្អូននេះបើប្រសិនបើវាជាម៉ូលេគុលប៉ូឡែអញ្ចឹងអាផ្នែកប៉ូឡែឡើងជាក្រហមជាទូទៅខ្ញុំតែងតែឃើញអាផ្នែកប៉ូឡែនេះឡើងទៅជាពណ៌ក្រហមហើយវារាងធំបង្ហាញពីដង់ស៊ីតេអេឡិត្រូនបើយើងមើលទៅលើទម្រង់ម៉ូលេគុលគឺគេសរសេរបែបនេះធម្មតាយើងមើលអត់ដឹងទេប៉ុន្តែគេដាក់សញ្ញាព្រួញអាគុលព្រួញគុលព្រួញនេះអាមានកតុយនេះហ្នឹងគឺផ្នែកដែលខ្សត់អេឡិត្រូនសំទោសផ្នែកខាងចុងគឺផ្នែកស្រួចហ្នឹងគឺផ្នែកដែលសម្បូរអេឡិត្រូនឬក៏អាតូមដែលមានកម្រិតអេឡិត្រូអវិជ្ជមានខ្ពស់ជាងអញ្ចឹងវាសម្បូរអេឡិត្រូនយើងឃើញអានេះវាប៉ោងធំបងប្អូនប៉ោងធំកន្លែងដែលខ្សត់អេឡិត្រូនឡើងប្រខៀវជាទូទៅគឺខ្ញុំឃើញបែបហ្នឹងវាមានលក្ខណៈជារួមមួយដែរណាអញ្ចឹងគំរូប៉ូតង់ស្យែលអេឡិត្រូស្តាទិកគឺជាមធ្យោបាយសម្រាប់ការបង្ហាញបន្ទុកបង្ហាញពីតំបន់ដែលមានដង់ស៊ីតេអេឡិត្រូនណាដែលមានដង់ស៊ីតេអេឡិត្រូនបើសិនជាវាធំបើសិនជាវាជាសម្ព័ន្ធគោលប្រឡងប៉ូឡែមានធំជាងទូជាងបើសិនជាវាជាម៉ូលេគុលមិនប៉ូឡែគឺវារាងស្មើគ្នាបងប្អូនវារាងស្មើគ្នាណាអញ្ចឹងយើងមានតែប៉ុណ្្នឹងទេសរុបឡើងមកវិញថ្ងៃនេះគឺយើងរៀនបានអំពីសម្ព័ន្ធគោលប្រឡងប៉ូឡែយើងបានរៀនពីយមន័យពីការប្រើតារាងខួបដើម្បីព្យាករដើម្បីកំណត់ពីព្យាករពីកម្រិតអេឡិត្រូអវិជ្ជមានរបស់អាតូមនៅក្នុងតារាងខួបយើងកំណត់ពីសម្ព័ន្ធគោលប្រឡងហើយពីសារៈសំខាន់របស់វាថាតើកាលណាដែលយើងអាចកំណត់ពីសម្ព័ន្ធគោលប្រឡងបានហើយយើងអាចកំណត់ពីទិសដៅនៃប្រតិកម្មបានហើយបងប្អូនព្រោះអីសម្ព័ន្ធគោលប្រឡងបង្ហាញឬក៏វាផ្ទុកព័ត៌មានឬក៏វាប្រាប់ឲ្យយើងដឹងថាកន្លែងណាដែលសម្បូរអេឡិត្រូនកន្លែងណាដែលខ្សត់អេឡិត្រូនអ្នកដែលសម្បូរអេឡិត្រូនគឺជាបាសឡូវីសជានុយក្លេអូហ្វីលអ្នកដែលខ្សត់អេឡិត្រូនគេទាញអេឡិត្រូនទៅខ្លាយទៅជាអាស៊ីតឡូវីសឬក៏ខ្លាយទៅជាអេឡិត្រូហ្វីលណាហើយតាមរយៈហ្នឹងគឺគេអាចប្រើសញ្ញាព្រួញដើម្បីបង្ហាញពីទិសដៅនៃអេឡិត្រូនបង្ហាញពីភាពប៉ូឡែនៃម៉ូលេគុលហើយទន្ទឹមនឹងហ្នឹងក៏គេអាចប្រើគំរូប៉ូតង់ស្យែលអេឡិត្រូស្តាទិកផងដែរអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេរៀងវែងបន្តិចប៉ុន្តែខ្ញុំជឿថាវាលម្អិតគ្រប់គ្រាន់ទោះបីជាវាមិនសូវមានវីដេអូក៏ប៉ុន្តែខ្ញុំជឿថាប៉ុណ្ណឹងគឺវាគ្រប់គ្រាន់សម្រាប់មូលដ្ឋានគ្រឹះដែលយើងអាចទៅសិក្សាចំណុចបន្តទៀតបានអញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នាតាមដាននៅវីដេអូក្រោយអរគុណបាយបាយ